អ្នកកសែតថៃប្រលះក្បាលម៉ាស៊ីនរដ្ឋាភិបាលថៃថាបង្កើតមជ្ឈមណ្ឌលព័ត៌មានដើម្បីបន្ទាបតម្លៃនិងញុះញង់ឲ្យស្អប់ខ្ពើមកម្ពុជាគណៈព័ត៌មានមិនពិតកំពុងវាយលុកសង្គមថៃលោកសុផាលៈកាញ្ចានខុនឌីអ្នកកសែតជាន់ខ្ពស់និងជាអ្នកសិក្សាឯករាជ្យរបស់ប្រទេសថៃកាលពីពេលថ្មីនេះបានបោះពុម្ពផ្សាយនៅអត្ថបទវិភាគដ៏ចម្រូងចម្រាសមួយជុំវិញបញ្ហាដែលរដ្ឋាភិបាលថៃបានអនុម័តកញ្ចប់ថវិកាចំនួន 9.8 លានបាតសម្រាប់ពង្រឹងប្រតិបត្តិការរបស់មជ្ឈមណ្ឌលព័ត៌មានស្ថានភាពព្រំដែនថៃកម្ពុជាអ្នកកសែតជាន់ខ្ពស់ថៃរូបនេះបានរិះគន់យ៉ាងចាស់ដៃទៅលើក្រសួងមហាផ្ទៃថៃក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីថៃនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកអនុទិនច័ន្ទវីរកុលថាបង្កើតមជ្ឈមណ្ឌលនេះដើម្បីធ្វើសង្គ្រាមព័ត៌មានសម្រាប់ទប់ទល់នឹងព័ត៌មានពិតពីខាងកម្ពុជាប៉ុន្តែបែរជាយកលេសថារក្សាព័ត៌មានឲ្យមានតម្លាភាពមិនរើសអើងមានទំនុកចិត្តពីពលរដ្ឋថៃនិងសហគមន៍អន្តរជាតិទៅវិញទាំងដែលសង្គមថៃកំពុងប្រឈមមុខនឹងការរីករាលដាលនៃព័ត៌មានคล้ายៗនឹងការបំភ្លៃការពិតដែលបង្កើតឡើងដើម្បីបន្ទាបតម្លៃឬថែមទាំងញុះញង់ឲ្យមានការស្អប់ខ្ពើមចំពោះមេដឹកនាំនៃប្រទេសជិតខាងតែប៉ុណ្ណោះយោងតាមអត្ថបទវិភាគទាំងស្រុងរបស់លោកស៊ូផាឡាកាន់ចាណាខុនឌីដែលបានចុះផ្សាយកាលពីថ្ងៃទី15ខែមិថុនាឆ្នាំ2026នៅក្នុងកាសែតប្រជាថៃលោកបានរៀបរាប់ថារដ្ឋាភិបាលថៃបានអនុម័តនៅកញ្ចប់ថវិកាចំនួន 9.8 លានបាតសម្រាប់មជ្ឈមណ្ឌលព័ត៌មានស្ថានភាពព្រំដែនថៃកម្ពុជាឬហៅថាមជ្ឈមណ្ឌលព័ត៌មានរួម JIC ដែលដឹកនាំដោយឧត្តមសេនីយ៍ឯកប្រាផាសុនចៃឌីជំនួយការអគ្គមេបញ្ជាការកងទ័ពអាកាសភូមិន្ទថៃដើម្បីធ្វើសង្គ្រាមព័ត៌មានប្រឆាំងនឹងកម្ពុជាប្រកបដោយប្រសិទ្ធភាពលោកថានេះគឺជាការឆ្លើយតបទៅនឹងភាពតានតឹងនិងចំនួនដ៏អូសបន្លាយតាមបណ្ដោយព្រំដែនដែលមានរយៈពេលជាង1ឆ្នាំនិងការខូចខាតដែលបណ្ដាលពីការប៉ះទង្គិចគ្នាជាពិសេសចំពោះសេដ្ឋកិច្ចនិងពាណិជ្ជកម្មឆ្លងដែនដែលមានតម្លៃរាប់ពាន់លានបាតការនេះផ្ដល់នូវហេតុផលល្អសម្រាប់ប្រទេសថៃក្នុងការពិនិត្យឡើងវិញនូវយុទ្ធសាស្ត្រទំនាក់ទំនងរបស់ខ្លួនទោះបីជាយ៉ាងណាអ្នកកសែតជាន់ខ្ពស់ថៃរូបនេះក៏បានព្រមានដែរថាទាំងរដ្ឋាភិបាលរបស់លោកអនុទិននិងមជ្ឈមណ្ឌលព័ត៌មាននឹងប្រឈមមុខនឹងភាពផ្ទុយគ្នាជាយុទ្ធសាស្ត្រនិងផ្លូវបំបែកមួយចំនួនដូចជាចំណុចទី1មានភាពផ្ទុយគ្នាជាយុទ្ធសាស្ត្រនៅក្នុងគោលគំនិតរបស់នាយករដ្ឋមន្ត្រីថៃក្នុងការរក្សាប្រជាប្រិយភាពក្នុងចំណោមក្រុមជាតិនិយមជ្រុលថៃឬពួកស្ដាំនិយមដូច្នេះលោកអនុទិនតែងតែប្រកាន់ខ្ជាប់នៅជំហររឹងមាំក្នុងការឈ្លានពានកម្ពុជាដោយដែលលោកធ្លាប់បាននិយាយថាច្រកព្រំដែននឹងមិនត្រូវបើកឡើងវិញឡើយហើយក៏មិនពិភាក្សាអំពីទឹកដីដែលយោធាថៃដណ្ដើមបាននោះដែររដ្ឋាភិបាលថៃបានប្រើប្រាស់វោហារសាស្ត្រឲ្យសហគមន៍អន្តរជាតិមើលឃើញថាខ្លួននៅតែស្រឡាញ់សន្តិភាពគោរពច្បាប់អន្តរជាតិនិងកំពុងកសាងទំនុកចិត្តដើម្បីស្ដារទំនាក់ទំនងជាមួយកម្ពុជាឡើងវិញប៉ុន្តែផ្ទុយទៅវិញវោហារសាស្ត្រនេះគឺមានជាតិពុលព្រោះពាក្យនិយាយផ្សេងចិត្តធ្វើផ្សឹងដែលធ្វើឲ្យសាច់ការរបស់រដ្ឋាភិបាលថៃមានភាពច្របូកច្របល់មិនច្បាស់លាស់ថាតើគោលបំណងពិតរបស់ខ្លួនជាអ្វីជាមួយគ្នានេះលោកសុផាឡាក៏បានបន្តទៀតថាចំពោះចំណុចទី2គឺមជ្ឈមណ្ឌលព័ត៌មាននេះកំពុងប្រឈមមុខនឹងភាពមិនចុះសម្រុងគ្នារវាងគោលលទ្ធិយោធានិងគោលនយោបាយការបរទេសរបស់រដ្ឋាភិបាលថៃដោយសារតែការគ្រប់គ្រងដោយមន្ត្រីយោធាជាន់ខ្ពស់និងការយកគំរូពីសហរដ្ឋអាមេរិកដែលកំណត់ថាប្រតិបត្តិការព័ត៌មានគឺធ្វើដើម្បីគ្រប់គ្រងសង្គ្រាមមនោគមវិជ្ជាដើម្បីបង្កើតឥទ្ធិពលលើគោលដៅដែលប្រឆាំងនឹងគោលបំណងចម្បងនៃការបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការព័ត៌មាននេះក្រោមគោលបំណងទំនាក់ទំនងសម្រាប់ការយោគយល់គ្នាទៅវិញទៅមកជៀសវាងភាសាញុះញង់គំរូអាក្រក់ឬការនិយាយបន្ទាបបន្ថោកចំណែកឯចំណុចទី3លោកសុផាឡាបានបន្ថែមថាប្រព័ន្ធអេកូឡូស៊ីព័ត៌មាននៅក្នុងប្រទេសថៃមិនអំណោយផលដល់ការស្ដារទំនាក់ទំនងនិងសន្តិភាពឡើងវិញនោះទេព្រោះសពថ្ងៃនេះទាំងសារព័ត៌មានបែបប្រពៃណីនិងទំនើបគឺសិតតែដិតជាប់នៅក្នុងរឿងរ៉ាវជាតិនិយមប្រឆាំងនឹងកម្ពុជាតដូចរឿងភីអញ្ចឹងដោយគ្មានសារព័ត៌មានណាមួយធ្លាប់បានសួរថាតើយោធាថៃមានភាពស្របច្បាប់ប៉ុណ្ណាទៅក្នុងការដណ្ដើមយកទឹកដីកម្ពុជាឬមានភាពស្របច្បាប់ក្រមច្បាប់អន្តរជាតិដែរឬអត់នោះលោកថាប្រព័ន្ធផ្សព្វផ្សាយសំខាន់ជាច្រើនកំពុងរីករាយនឹងការញុះញង់ជាតិនិយមប្រឆាំងនឹងកម្ពុជារហូតដុតភ្លើងសង្គ្រាមជុំទី3ឲ្យឆេះដើម្បីបង្ក្រាបកម្ពុជាឬញុះញង់ឲ្យបំបាក់សមត្ថភាពយោធាកម្ពុជាទាំងស្រុងផងដែរយ៉ាងណាបើតាមការស៊ើបអង្កេតដោយសារព័ត៌មានល្បីឈ្មោះរបស់ប្រទេសថៃយ៉ាងហោចណាស់ពីគឺ101 World និង Rocket Media Lab សុទ្ធតែបានបង្ហាញថាបរិយាកាសព័ត៌មាននៅក្នុងសង្គមថៃគឺពោពេញទៅដោយព័ត៌មានคล้ายៗនិងព័ត៌មានមិនពិតដែលបង្កើតឡើងដើម្បីតែបន្ទាបតម្លៃឬញុះញង់ឲ្យស្អប់ខ្ពើមមេដឹកនាំនៃប្រទេសជិតខាង
ខណៈដែលព័ត៌មានប្រភេទនេះអាចបង្កើតប្រាក់ចំណូលយ៉ាងច្រើនសម្រាប់អ្នកបង្កើតខ្លឹមសាររួមទាំងការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI យ៉ាងទូលំទូលាយផងដែរ